អ្នកខ្លំមើលគ្មានជំនឿថារដ្ឋាភិបាលត្រកូលហ៊ុនអាចលុបបំបាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែនបានទេយោងតាមគេហទំព័រទូរទស្សន៍អាស៊ីសេរីចុះថ្ងៃទី26ខែមករាឲ្យដឹងថាអ្នកខ្លំមើលគ្មានជំនឿថារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតអាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែនបានដោយប្រសិទ្ធភាពនោះទេព្រោះអន្តរជាតិរកឃើញថាមន្ត្រីកម្ពុជានិងក្រុមគ្រួសាររបស់ពួកគេរួមទាំងអង្គការមួយចំនួនបានយកប្រទេសកម្ពុជាទៅរកស៊ីខុសច្បាប់រួមគ្នាពួកគាត់មើលឃើញថាវិធានការរបស់រដ្ឋាភិបាលថ្មីគឺគ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះការរីកដុះដាលនៃអគារបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជាកំពុងបង្ហាញពីភាពបរាជ័យរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញទោះបីមានផុសតាងនិងការដាក់សម្ពាធពីសំណាក់អន្តរជាតិជាបន្តបន្ទាប់ក្តីក៏រដ្ឋាភិបាលក្រុងភ្នំពេញគ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបសម្បុកឧក្រិដ្ឋកម្មឆបោកតាមអនឡាញឲ្យដល់ឬគល់និងចាប់ខ្លួនមេខ្លោងមានអំណាចធំដែលពាក់ព័ន្ធយកមកអនុវត្តទោសនោះឡើយទូទស្សន៍អាស៊ីសេរីដដែលនេះលើកឡើងទៀតថាយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មរបស់លោកហ៊ុនម៉ាណែតក៏មិនខុសពីឪពុករបស់លោកគឺលោកហ៊ុនសែននោះទេដែលធ្វើឡើងលុះត្រាតែសហគមន៍អន្តរជាតិរិះគន់ឬដាក់សម្ពាធខ្លាំងជាក់ស្ដែងចំណាត់ការបង្ក្រាបអគារអនឡាញនៅតាមតំបន់មួយចំនួនដែលបណ្ដាលឲ្យមានជនបរទេសរាប់សិបនាក់នាំគ្នារត់ចេញពីអគារជាបន្តបន្ទាប់នេះធ្វើឡើងក្រោយពេលដែលប្រទេសចិនសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់សម្ពាធជាបន្តបន្ទាប់អ្នកខ្លំមើលយល់ថាទោះបីពេលនេះរដ្ឋាភិបាលត្រកូលហ៊ុនសម្រាប់ចាប់បញ្ជូនឧក្រិដ្ឋជនចិនស៊ីទៅប្រទេសចិននិងចាប់ខ្លួនមេខ្លោងឆបោកតាមអនឡាញម្នាក់ដែលស្និទ្ធនឹងក្រុមគ្រួសារត្រកូលគឺលោកលីគួងដាក់ពន្ធនាគារប៉ុន្តែនៅមានមេខ្លោងធំជាច្រើនទៀតកំពុងមានសេរីភាពនៅឡើយអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23លោកកឹមសុខលើកឡើងថាក្បាលម៉ាស៊ីននៃបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាមិនមែនមានតែឧក្រិដ្ឋជនចិនស៊ីនិងលោកលីគួងឡើយដែលអាចពង្រីកបណ្ដាញឧក្រិដ្ឋកម្មដ៏ធំនៅកម្ពុជាលោកកឹមសុខចោទថារដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនគឺជាអ្នកការពារមេខ្លោងធំដោយផ្ទាល់ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ស្ថិតក្រោមឥទ្ធិពលពួកគេដែរដែលជាហេតុនាំឲ្យការស៊ើបអង្កេតនិងការបង្ក្រាបឧក្រិដ្ឋកម្មនេះគ្មានប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិកកាលពីឆ្នាំ2024បានដាក់ទណ្ឌកម្មទីប្រឹក្សារបស់លោកហ៊ុនសែនគឺលោកលីយ៉ុងផាត់និងក្រុមហ៊ុនបុតសម្ព័ន្ធរបស់លោកមួយចំនួន5ផ្សេងទៀតក្នុងនោះក៏រួមមានរមណីយដ្ឋានអូស្មាច់នៅខេត្តបន្ទាយមានជ័យដោយសារតែពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធអនឡាញក្រៅពីនេះអាមេរិកក៏រកឃើញថាក្មួយបង្កើតរបស់លោកហ៊ុនសែននឹងត្រូវជាបងជីដូនមួយលោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូបានបើកក្រុមហ៊ុនមួយឈ្មោះហួយវ៉ាន់ផេសម្រាប់លាងលុយកខ្វក់ឲ្យឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនិងដាក់ទណ្ឌកម្មមិនឲ្យក្រុមហ៊ុននេះមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកឡើយបន្ថែមពីនេះសមាជិកសភាអាមេរិកក៏កំពុងដាក់មន្ត្រីកំពូលនិងគ្រួសាររបស់ពួកគេរួមទាំងអ្នកជំនួញធំមួយចំនួនចូលក្នុងបញ្ជីដាក់ទណ្ឌកម្មក្នុងសេចក្តីស្នើច្បាប់ HR 5490ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះដែរក្នុងនោះដូចជាមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាឧបនាយករដ្ឋមន្ត្រីលោកណេតសាវឿនអគ្គស្នងការរងនគរបាលជាតិនឹងត្រូវជាប្អូនថ្លៃរបស់លោកហ៊ុនម៉ាណែតនិងលោកឌីវិជាបងប្អូនជីដូនមួយរបស់លោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូអភិបាលខេត្តលោកគួចចម្រើនម្ចាស់ក្រុមហ៊ុន Casino Ground និងជាសមាជិកប្រសិទ្ធិរបស់គណៈបកកាន់អំណាចលោកកុកអានអភិបាលរងខេត្តសែននុលោកឡុងឌីម៉ង់និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោកយឹមឆៃលីគឺលោកយឹមលាក់រួមទាំងមនុស្សមួយចំនួនទៀតប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសឹងសែនករណាលើកឡើងថាយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាលត្រកូលហ៊ុនធ្វើឡើងគ្រាន់តែឲ្យល្អមើលនិងដើម្បីបន្លំភ្នែកអន្តរជាតិតែប៉ុណ្ណោះលោកជឿជាក់ថាការរីកសាយភាយនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាប្រសិនបើគ្មានការជួយជ្រោមជ្រែងនិងការការពារពីក្រោយដោយរដ្ឋាភិបាលនោះទេក៏ក្រុមឧក្រិដ្ឋជនមិនអាចពង្រីកបណ្ដាញនិងធ្វើសកម្មភាពលើរបបខ្មៅងងឹតនៅកម្ពុជាបានដែរលោកសឹងសែនករណាលើកឡើងទៀតថាសម្ពាធនិងទណ្ឌកម្មអន្តរជាតិធ្លាក់លើអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញគឺជាសារដាស់តឿនដល់រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនថាការសេពគប់និងការបង្កើតទំនាក់ទំនងជាមួយឈ្មួញទុច្ចរិតគឺគ្មានស្ថិរភាពសម្រាប់ប្រយោជន៍ក្រុមគ្រួសារនិងបកពួកខ្លួនក្នុងរយៈពេលយូរអង្វែងឡើយក្រៅពីបង្កវិនិស្សកម្មដល់សេដ្ឋកិច្ចនិងបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិរាយការណ៍ព័ត៌មានដោយអ្នកខ្ញុំសុកស្រីនួនពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23